Vivo សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ពិធីសម្ពោធផលិតផលថ្មីជាផ្លូវការរបស់ក្រុមហ៊ុន Vivo គឺ Vivo Y21D ខ្ញុំបាទឆៃហេងតំណាងឲ្យ Smartphone Vivo Y21D ដែលជា Smartphone ធន់នឹងការការពារធូលីនិងទឹកកម្រិតខ្ពស់បំផុតនៅក្នុងជួរតម្លៃដូចគ្នាខ្ញុំពិតជាមានកិត្តិយសក្នុងការធ្វើបទបង្ហាញនៅក្នុងថ្ងៃនេះដូច្នេះខ្ញុំនឹងនាំអ្នកនរគ្នាទៅស្វែងយល់បន្ថែមអំពី Smartphone មួយនេះនាពេលបន្តិចទៀតថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញជូនជាមួយនឹងពណ៌ថ្មីរបស់ Smartphone Vivo Y21D ដែលមានជម្រើសពីរពណ៌គឺ Lavender Purple ហើយនិង Glowing Black សម្រាប់ជម្រើសពណ៌ Lavender Purple ត្រូវបានបំផុសគំនិតដោយពណ៌ស្វាយស្រទន់បញ្ចេញនូវភាពកក់ក្ដៅនិងទាក់ទាញដោយរចនាបថបែបសរសៃសូត្រចំណែកឯពណ៌ Glowing Black វិញពណ៌ខ្មៅនេះត្រូវបានបំផុសគំនិតដោយពន្លឺផ្កាយដែលចែងចាំងជាមួយនឹងភាពប្រណិតនិងភាពទាក់ទាញហើយបើយើងក៏លេចទៅមើលផ្នែកខាងក្រោយវិញគឺយើងឃើញថាមានការ design ខ្នងក្រោយកោង4ជ្រុងបែប flagship ដែលផ្ដល់នូវភាពស្រស់ស្អាតនិងងាយស្រួលគ្រប់ពេលដែលយើងចាប់កាន់លើសពីនេះក៏មានការរចនាផ្នែកកាមេរ៉ាតាមបែបស្តង់ដារខ្ពស់ដោយមានស៊ុមលោហៈជុំវិញកាមេរ៉ាដែលមិនត្រឹមតែអាចការពារកាមេរ៉ាបានយ៉ាងល្អនោះទេថែមទាំងមានភាពរឹងមាំនិងប្រណិតទៀតផងចំណែកឯផ្នែកខាងក្រោមនៃកាមេរ៉ាវិញ Smartphone នេះបានបំពាក់មកជាមួយនឹងមុខងារ Dynamic Light ដែលអាចបញ្ចេញពន្លឺពណ៌ចម្រុះនៅពេលដែលមានការហៅចូលឬក៏ការសាក់ថ្មជាដើមចូលមកដល់ផ្នែកប្រតិបត្តិការវិញចំពោះ Smartphone មួយនេះគឺបំពាក់មកជាមួយនឹងថាមពលថ្ម Blue Volt 6500 mAh ដែលធំជាងគេនៅក្នុង Smartphone ជួរតម្លៃដូចគ្នាជាមួយនឹងបច្ចេកវិទ្យាសាក់ថ្មលឿន44 វ៉ាត់ដែលយើងអាចសាក់ថ្មត្រឹមតែ10នាទីគឺអាចប្រើប្រាស់សម្រាប់មើលវីដេអូបានរហូតដល់3ម៉ោងហើយថែមទាំងមានអាយុកាលថ្មរហូតដល់5ឆ្នាំដោយការធ្វើតេស្តសាក់ថ្ម1600ដងគឺយើងឃើញថាសុខភាពថ្មនៅតែលើសពី 80% ដែលជាថ្មធន់នឹងការប្រើប្រាស់ខ្លាំងបំផុតសម្រាប់ថាមពលថ្មក្រោយពេលសាក់ថ្មពេញយើងអាចរីករាយជាមួយនឹងការកម្សាន្តមើលវីដេអូ TikTok បាន19ម៉ោងទស្សនា YouTube បាន 21.6 ម៉ោងនិងស្ដាប់តន្ត្រីបានរហូតដល់63ម៉ោងឯណោះពោលគឺយើងអាចធ្វើការប្រើប្រាស់ពីព្រឹកព្រលឹមរហូតដល់យប់ព្រលប់តែម្ដងហើយលើកនេះ Y21D បានបំពាក់មកជាមួយនឹងអាវក្រោះការពារធូលីនិងទឹកកម្រិតខ្ពស់ IP68 និង69ដែលអនុញ្ញាតឲ្យយើងធ្វើការប្រើប្រាស់នៅពេលដែលដៃរបស់យើងសើមនិងក្រោមទឹកភ្លៀងដោយមិនចាំបាច់បារម្ភនោះទេជាពិសេសយើងអាចធ្វើការប្រើប្រាស់សម្រាប់ថតរូបនិងវីដេអូនៅក្នុងទឹកបានថែមទៀតផងជឿថាអ្នកនរគ្នាមានការបារម្ភថាបើថតនៅក្នុងទឹកតើអាចមានទឹកចូលដែរឬទេបាទគឺមិនមែនជាបញ្ហាទេដោយសារយើងមានមុខងារ One Tap Eject Water ដែលអាចធ្វើការបញ្ចេញទឹកឬក៏ធូលីបានដោយគ្រាន់តែចុចបញ្ជានៅលើមុខងារនោះតែប៉ុណ្ណោះមិនត្រឹមតែមានអាវក្រោះការពារធូលីនិងទឹក Smartphone នេះក៏មានវិញ្ញាបនបត្រ SGS ដែលធន់នឹងការធ្លាក់លំដាប់ផ្កាយ5និងភាពធន់កម្រិតយោធាមកជាមួយផងដែរដែលអាចឲ្យអ្នកប្រើប្រាស់គ្រប់រូបលែងមានកង្វល់រកការរបូតដៃជ្រុះទូរស័ព្ទឬធ្លាក់ដោយចៃដន្យទៀតហើយបន្ថែមលើពីនេះទៀត Smartphone Y21D បានបំពាក់មកជាមួយនឹងកម្រិតសំឡេងរហូតដល់ 400% Dual Stereo Speaker ដែលអ្នកប្រើប្រាស់អាចធ្វើការដំឡើងសំឡេងជំនួស speaker នៅពេលដែលមានកម្មវិធីជប់លៀងឬក៏ជួបជុំមិត្តភ័ក្តិផងដែរមិនត្រឹមតែប៉ុណ្្នឹងទេសាកគិតមើលថាពេលដែលយើងទៅផ្សារទិញអីវ៉ាន់ប្រកាសជាមានមនុស្សច្រើនកកកម្រិតសំឡេងទូរស័ព្ទធម្មតាអាចនឹងធ្វើឲ្យយើងពិបាកក្នុងការស្ដាប់សំឡេងប៉ុន្តែចំពោះ Y21D នេះវិញគឺដឹងតែឮច្បាស់ល្អតែម្ដងហើយចំណែកឯបទពិសោធន៍ទស្សនានៅលើអេក្រង់វិញក៏លយដែរលើកនេះ Smartphone Vivo Y21D មានទំហំអេក្រង់ 6.68 អ៊ីងដែលមានកម្រិតពន្លឺរហូតដល់ 1000 nit ថែមទាំងមានវិញ្ញាបនបត្រកាត់បន្ថយពន្លឺពណ៌ខៀវ TUV Greenland ដែលជួយសម្រួលដល់ការទស្សនារបស់យើងបានយ៉ាងល្អក្រៅពីកម្រិតសំឡេងខ្លាំងនិងអេក្រង់ច្បាស់ល្អហើយឥឡូវនេះគឺយើងក៏លេចមកមើលផ្នែកកាមេរ៉ាវិញម្ដងចំពោះ Smartphone Y21D គឺបានបំពាក់មកជាមួយនឹងកាមេរ៉ាទំហំ50 megapixel ដែលអាចឲ្យយើងប្រើប្រាស់សម្រាប់ថតរូបបានយ៉ាងច្បាស់ល្អជាពិសេស Smartphone នេះក៏មានជាមួយនឹងមុខងារដែលអនុញ្ញាតឲ្យយើងធ្វើការថតនៅក្នុងទឹកបានផងដែរអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការសាក់ជាមួយនឹងមុខងារ Underwater Photography ឬក៏យើងស្គាល់ថាការថតនៅក្នុងទឹកហើយដើម្បីយើងអាចធ្វើការប្រើប្រាស់មុខងារនេះបានគឺយើងគ្រាន់តែចូលទៅក្នុងកាមេរ៉ាបន្ទាប់មកទៀតយើងចូលកន្លែង More ហើយយើងនឹងឃើញពាក្យគេដាក់ថា Underwater Photography នោះយើងនឹងអាចធ្វើការថតបានភ្លាមៗតែម្ដងសរុបសេចក្តីមកសម្រាប់ Smartphone Y21D មានលក្ខណៈហើយនឹងមុខងារពិសេសជាច្រើនដែលមានដូចជាជម្រើសពណ៌ដ៏ស្រស់ស្អាតទាំងពីរពណ៌គឺ Lavender Purple ហើយនិង Glowing Black ថាមពលថ្ម Blue Volt 6500 mAh បូកជាមួយនឹងបច្ចេកវិទ្យាសាក់ថ្មលឿន44 វ៉ាត់ហើយនឹងអាយុកាលថ្មរហូតដល់5ឆ្នាំអាវក្រោះការពារធូលីនិងទឹកកម្រិតខ្ពស់ IP68 និង69កម្រិតសំឡេង 400% Dual Stereo Speaker
កាមេរ៉ាដែលមានទំហំ50 megapixel ដែលមានមកជាមួយនឹងមុខងារ underwater photography ដែលអាចធ្វើការថតនៅក្នុងទឹកបានយ៉ាងល្អដូច្នេះជាមួយនឹងមុខងារពិសេសទាំងអស់នេះខ្ញុំជឿថាអ្នកប្រើប្រាស់ជាច្រើននឹងពេញចិត្តក៏ដូចជារងចាំក្នុងការជាវ smartphone មួយនេះផងដែរបន្ទាប់ពីបានទស្សនាពីភាពរឹងមាំនិងលក្ខណៈពិសេសហើយពេលនេះខ្ញុំបាទតំណាងឲ្យ smartphone Vivo Y21D សូមធ្វើការប្រកាសតម្លៃជាផ្លូវការតែម្ដងសម្រាប់ smartphone Vivo Y21D ដែលបំពាក់មកជាមួយនឹងទំហំផ្ទុក 256GB ហើយនឹង RAM 12GB ដែលនៅក្នុងនោះគឺមាន RAM ចំនួន 6GB មានតម្លៃត្រឹមតែ$169តែប៉ុណ្ណោះជាចុងក្រោយ smartphone Vivo Y21D នឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅដែលមានកាដូបន្ថែម3ដូចជាទី1ទទួលបានកាដូពិសេសទី2ការធានាការពារទឹក180ថ្ងៃនិងទី3គឺទទួលបានការធានាជួសជុលពេញ1ឆ្នាំតែម្ដងVivo